ហាងកាហ្វេទៅតបថ្មីដល់ភ្នំក្រំមកកន្លែងនេះស្អាតខ្លាំងមែនទែនជាពិសេសនៅពេលល្ងាចថ្ងៃលិចចេះពលឺពណ៌មាសមកថតរូបទៅស្អាតណាស់ទៅតបថ្ងៃដំបូងទេតែមនុស្សវិញទៅលងញុកពេញនឹងឯងនៅកន្លែងនេះឈ្មោះថាកាហ្វេភ្នំក្រោមឈ្មោះគេហាងកាហ្វេមែនតែមិនមែនមានលក់តែកាហ្វេកន្លែងគេមានលក់អីញ៉ាំពេលល្ងាចហើយពេលអ្នកទាំងអស់គ្នាទៅកុំភ្លេចញ៉ាំជាមួយនឹងស៊ុបខ្យងយីមែនណាបានសាកឲ្យដល់ជក់ចិត្តហើយសាច់ខ្យងគេអត់សូវប៉ុន្មានទេណាតែបើទឹកស៊ុបគេវិញម៉ែញាក់សាច់ហត់ទៅរសជាតិគេអត់សូវដិតពេកគេមកល្មមឆ្ងាញ់សម្រាប់ពួកខ្ញុំនៅកន្លែងនេះគេបែបឈឿពេលល្ងាចចឹងបើអ្នកទាំងអស់គ្នាទៅខ្ញុំរីកមិនឲ្យទៅពេលល្ងាចពួកអីពេលថ្ងៃអញនឹងរៀងក្តៅហើយណាមួយពេលយើងទៅពេលល្ងាចក៏ពលឺមកល្មមថតរូបបានស្អាតដែរអ្នកលក់គេខ្ជូតណាស់ហាងគេទៅបើកថ្មីតែសេវាកម្មគេល្អគេយកចិត្តទុកដាក់មកយើងរឿងម្ហូបរឿងអីពេលដែលពួកខ្ញុំ order ម្ហូបដែលមាននៅក្នុង menu គាត់ចេះ flexible ទៅសួរខាងចុងភៅធ្វើបានអត់អីចឹងបានគាត់មកប្រាប់យើងវិញមិនពួកខ្ញុំចង់ order ម្ហូបដែលមាននៅក្នុង menu ទេតែដោយសារថ្ងៃនេះពួកខ្ញុំមានពួកម៉ែជនជាតិបរទេសម្នាក់ចឹងទៅគាត់អាចញ៉ាំម្ហូបដែលមាននៅក្នុង menu នឹងបានទេចឹងមិនត្រូវ order ម្ហូបខាងក្រៅដោយសារក្មេងៗឥឡូវពួកគាត់ចេះ flexible ក្នុងការធ្វើការងារតែសំខាន់គេធ្វើបានដូចចិត្តឲ្យម្ហូបគេឆ្ងាញ់ទៀតចឹងអ្នកទាំងអស់គ្នាចង់ relax chill ពេលល្ងាចអីអាចទៅកាហ្វេភ្នំក្រំនេះបានបាយ